យើងឃើញថាវាស្មើ0.21 37.5 ហិកតាបាទនេះបងប្អូនតាមគិតជាហិកតាគឺស្មើ0.221137.5អញ្ចឹងវាស្មើនឹង0ហើយយើងហៅទូទៅគឺស្មើនឹង0.2ហិកតាអញ្ចឹងណាបាទនេះគឺជារបៀបក្នុងការរកផ្ទៃកន្លះដីស្រែបងប្អូនយើងអាចគិតជាអាក៏បានគិតជាហិកតាក៏បានគិតជាម៉ែត្រគិតអីក៏បានហើយវិធីសាស្ត្រនេះគឺងាយស្រួលក្នុងការរកទំហំដីស្រែបាទចឹងអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាបើសិនជាមានកុសឆ្គងអីក៏សូមមេត្តាខន្តីអភ័យទោសហើយបើសិនជាចូលចិត្តអាចជួយ follow page ហើយនិង like នៅ channel subscribe នៅ channel YouTube របស់ខ្ញុំបងបាទសូមអរគុណ